រឿងពាក់ព័ន្ធនឹងអង្គការជាន់អ្នកស្លាប់ហ្នឹងគឺបើសិនជាយើងមើលស៊ីជម្រៅទៅវាបង្ហាញអំពីស្ថានភាពជីវភាពសង្គមរបស់ប្រជាពលរដ្ឋខ្មែរយើងទឹកលុយ 50000 នោះវាអាចមានតម្លៃតិចតួចបំផុតសម្រាប់អ្នកដែលគាត់មានការងារល្អមានជីវភាពគាត់បានប៉ុន្តែសម្រាប់អ្នកដែលក្រីក្រលំបាកពិតប្រាកដហ្នឹងគឺគាត់ស៊ូជាន់គ្នាស្លាប់ក៏ដើម្បីទៅដើម 4-50000 ហ្នឹងដែរកន្លែងហ្នឹងវាបានន័យថាប្រទេសយើងមានអ្នកក្រលំបាកច្រើនជាងអ្នកសបោសបាយហូហៀហើយជានេះទៅទៀតហ្នឹងគឺវាក៏សម្បូរទៅដល់អ្នកដែលហ៊ានស៊ូជាន់គ្នាស្លាប់ដើម្បីតែទៅដើមយកចំណែករៀងៗខ្លួនឲ្យតែបានរស់ស្រួលរៀងៗខ្លួនព្រឹត្តិការណ៍អង្គប៉ាវហ្នឹងវាបានបង្ហាញឲ្យយើងមើលឃើញអំពីភាពលៀងរវាងជីវភាពអ្នកមាននិងអ្នកក្រវណ្ណៈសង្គមអ្នកមានខ្ពង់ខ្ពស់សបោសបាយកប់ពពកអ្នកមានគាត់ហ៊ានជះលុយរាប់ពាន់រាប់ម៉ឺនដុល្លារចោលក្នុងមួយថ្ងៃដោយអត់មានស្គៀបផ្ទៃអីសោះចំណែកអ្នកក្រីក្រខ្សត់គឺជន់គ្នាស្លាប់គឺដើម្បីតែ 4-50000 ហ្នឹងឯងអញ្ចឹង 4-50000 ហ្នឹងវាន័យថាវាស្មើនឹងតម្លៃបាយ 3-4 ពេលសម្រាប់ចិញ្ចឹមកាពះគាត់មកគ្រួសារហើយបើយើងកលេចមើលទៅលើព្រឹត្តិការណ៍ហ្នឹងឲ្យស៊ីជម្រៅទៅយើងនិយាយថាវិធីក្នុងការធ្វើបន់ធ្វើទានហ្នឹងខណៈទឹកចិត្តគាត់ក៏ច្រើនយើងក៏សាទរដែរដែលគាត់មានទឹកចិត្តល្អគួរឲ្យគោរពបុគ្គលសាធារណៈគាត់មានទឹកចិត្តថ្លៃថ្លាចែកជូនដល់អ្នកក្រខ្សត់ប៉ុន្តែការជួយឬក៏វិធីធ្វើទានហ្នឹងគួរតែមកជាមួយនឹងទំនួលខុសត្រូវមួយចំនួនដែរដូចជាវិធីសាស្ត្រធ្វើឬក៏វិធីសាស្ត្រគ្រប់គ្រងកម្មវិធីធ្វើជំនួយអីទាំងអស់ហ្នឹងការគ្រប់គ្រងហានិភ័យផ្សេងៗបានវាហ្មត់ចត់ហើយនឹងអាចថាបានសមភាពណាការចែកទានបែបហុចលុយដល់ដៃចែកលុយចែកអីអញ្ចឹងវាបដិផ្នត់កំណត់ល្អនៅក្នុងសង្គមដែរពីព្រោះអីវិធីជួយសង្គមឲ្យពិតប្រាកដឲ្យបានត្រឹមត្រូវគឺលុយហ្នឹងយើងអាចបវល់ទៅជាការវិធីសប្បុរសធម៌បែបវេទៅកាន់មន្ទីរពេទ្យមនុស្សធម៌អង្គការសង្គ្រោះជនរងគ្រោះដែលត្រូវការជំនួយពិតប្រាកដហើយក៏មានវិធីចាត់ចែងជំនួយឲ្យបានមានសមភាពសុក្រិតភាពហើយធានាច្បាស់លាស់ថាប្រយោជន៍ដែលគាត់ធ្វើហ្នឹងវាបានទៅដល់ដៃអ្នកដែលក្រខ្សត់ពិតប្រាកដដោយសមធម៌ទើបយើងអាចហៅបានថាជាការធ្វើទានមួយដែលមានទំនួលខុសត្រូវឥឡូវយើងមើលចេះយើងឃើញព្រឹត្តិការណ៍បែបហ្នឹងវាបង្ហាញអំពីជីវភាពសង្គមហើយបើយើងមើលទៅលើជីវភាពសង្គមយើងនឹងមើលឃើញអំពីកម្រិតការងារនិងសមត្ថភាពរបស់ប្រជាពលរដ្ឋក្នុងការរកកម្រៃចិញ្ចឹមខ្លួនឯងហ្នឹងមានន័យថាប្រាក់កម្រៃអាចទាបអញ្ចឹងសមត្ថភាពទាបគុណភាពការគិតផ្នត់គំនិតរបស់ប្រជាពលរដ្ឋក៏អាចទាបទៅតាមនឹងដែរដោយសារតែបើសិនជាគាត់មានប្រាជ្ញាខ្ពស់គាត់រកលុយបានច្រើនតែបើសិនជាគាត់ទាបគាត់រកលុយបានទាបហើយបើជីវភាពអញ្ចឹងមានន័យថាគាត់មានកម្រិតប្រាជ្ញាផ្នត់គំនិតមួយអេយ៉ាបត់មួយនៅក្នុងកម្រិតទាបនៅឡើយប៉ុន្តែមិនមែនខ្ញុំមើលងាយថាគាត់1 2 3 4ទេប៉ុន្តែយើងនិយាយអំពីព័ត៌មានពិតនៅនឹងបូកដកគុណចាយយើងអាចសន្និដ្ឋានព្រាវៗថាសង្គមឬក៏ប្រជារាស្ត្រកំពុងតែមានវិបត្តិការងារជីវភាពរស់នៅមិនទាន់សមសួននៅឡើយបើតាមរូបសញ្ញាដែលទាញចេញពីព្រឹត្តិការណ៍ចែកលុយនេះគឺយើងមើលឃើញថាមានមនុស្សមិនតិចទេដែលអត់ការងារល្អធ្វើហើយក៏មានមនុស្សច្រើនណាស់ដែលការងាររបស់ពួកគាត់មានកម្រៃប្រាក់ឈ្នួលទាបឬក៏ធូរថ្លៃពេកក្រោមខ្សែបន្ទាត់នៃភាពសមសួនសមរម្យត្រឹមត្រូវព្រោះបើសិនជាប្រជាពលរដ្ឋមានជីវភាពច្រើនគាត់នឹងមិនវេទនាជន់គ្នាស្លាប់ដោយសារ4-10រៀលនឹងទេ